សួស្តីអ្នកទាំងអស់គ្នាជួបគ្នាសាជាថ្មីនៅក្នុងថ្ងៃនេះខ្ញុំមានរឿងថ្មីមួយសម្រាប់យកមកនិយាយប្រាប់អ្នកទាំងអស់គ្នាតាមមួយនេះខ្ញុំបានទទួលពីបងស្រីម្នាក់ដែលគាត់មានឈ្មោះថាហាណាតែខ្ញុំសូមហៅគាត់ថាហាណាទៅចុះដើម្បីឲ្យការនិយាយទៅមានភាពរលូនល្អហាណាក៏ថារឿងមួយនេះគឺបានកើតឡើងទៅលើខ្លួនគាត់ផ្ទាល់ហើយនឹងមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតនៅពេលដែលពួកគាត់ទាំងពីរនាក់មានអាយុ30ឆ្នាំគត់ហើយក៏ថារឿងដែលគាត់ជួបនឹងមិនសូវជាប្រមាណទេតែរឿងដែលមិត្តភ័ក្តិគាត់បានជួបវិញគឺសាហាវខ្លាំងមែនទែនដោយសារតែរឿងទាំងពីរហ្នឹងវាដាច់ដោយឡែកពីគ្នាអញ្ចឹងខ្ញុំសូមនិយាយពីរឿងរបស់ហាណាមុនដោយហាណាគាត់បាននិយាយថាដំបូងឡើយគាត់អត់មានបញ្ហាអីទាំងអស់គាត់នៅផ្ទះធ្វើការជាធម្មតាតែដោយថាកាលពីប្រហែលអាទិត្យមុននេះគាត់ក៏បានទៅមើលកុនមួយដែលជាកុនរបស់ឥណ្ឌូនេស៊ីហើយកាលប្រហែលអាទិត្យមុនហ្នឹងគឺគេផ្ទុះល្បីខ្លាំងនៅខ្មែរយើងមែនទែនព្រោះថាសាច់រឿងមួយហ្នឹងគឺបានដកស្រង់ចេញពីរឿងពិតមួយហើយខ្ញុំជឿថាបងប្អូនទាំងអស់គ្នាមួយចំនួនណាមានអ្នកខ្លះក៏ប្រហែលជាបានមើលរឿងហ្នឹងដែរហើយអញ្ចឹងងាកមកនិយាយពីហាណាវិញគាត់ថាគាត់ហ្នឹងជាមនុស្សម្នាក់ដែលចិត្តរឹងណាស់ទោះបីជាមើលរឿងកំសត់ខ្លាំងយ៉ាងណាក៏ដោយក៏គាត់ហ្នឹងងាយចូលតួឬក៏យមនិតតួអង្គក្នុងរឿងដែរតែចម្លែកអីពេលដែលគាត់បានមើលរឿងហ្នឹងហើយគាត់ថាគាត់មានអារម្មណ៍មនិតតួអង្គខ្លាំងមែនទែនដោយដល់ថ្នាក់ថាគាត់ឡើងអង្គុយយំឡើងលហាមនៅក្នុងរោងកុនហ្នឹងតែម្ដងហើយគាត់ថាគាត់មិនមែនយំតែនៅក្នុងរោងកុនតែប៉ុណ្្នឹងទេពេលដែលមកដល់ផ្ទះវិញពេលដែលគាត់អូស TikTok លេងហើយឃើញរឿងមួយហ្នឹងគឺតែឃើញគឺគាត់យំតែម្ដងដោយការហ្នឹងគាត់មិនមែនយំតែមួយថ្ងៃដែលគាត់មើលរឿងហ្នឹងហើយទេគឺថាគាត់យំមកនៅតួអង្គហ្នឹងឡើង2 3ថ្ងៃឯណោះចំណែកឯនៅផ្ទះរបស់គាត់ពេលដែលឃើញគាត់ចម្លែកបែបហ្នឹងពួកគាត់ក៏រៀងចង់ភ័យដែរខ្លាចថាហាណាហ្នឹងគាត់មានបញ្ហាផ្លូវចិត្តអីចឹងទៅអញ្ចឹងហើយពេលហ្នឹងទើបនៅផ្ទះរបស់គាត់បានហាមគាត់ហ្នឹងមិនឲ្យកាន់ទូរស័ព្ទ2 3ថ្ងៃសិនដើម្បីកុំឲ្យចេះតែយំប្លែកៗអញ្ចឹងទៀតហើយហាណាក៏ថាការហ្នឹងគាត់ក៏មិនយល់ពីខ្លួនឯងដែរមិនដឹងថាជាឈួតស្អីបានជាដល់ថ្នាក់ហ្នឹងហើយអាចថាដោយសារតែតួអង្គនៅក្នុងរឿងដែលស្លាប់ហ្នឹងមានអាយុ16ឆ្នាំដែលវាគាប់ជួនអីប្អូនរបស់គាត់ហ្នឹងមានអាយុ16ឆ្នាំដែរហើយអ្វីដែលសំខាន់ណាគឺថាប្អូនគាត់ត្រូវតែរៀនដល់យប់ឯណោះបានត្រឡប់មកផ្ទះវិញព្រោះថាត្រូវរៀនអង់គ្លេសផងរៀនកុំព្យូទ័រផងអញ្ចឹងគាត់ថាពេលហ្នឹងគឺគាត់បារម្ភពីប្អូនគាត់ខ្លាំងមែនទែនដល់ពេលដែលថ្ងៃណាដែលប្អូនគាត់ទៅរៀនឲ្យក្រមកផ្ទះវិញអីហ្នឹងគឺថាគាត់ឆ្លេឆ្លាពេញតែផ្ទះហ្នឹងឯងព្យាយាមខលផងអីផងនិយាយទៅគាត់ភ័យគាត់ឆ្លេឆ្លាតែម្នាក់ឯងហ្នឹងឯងទាំងដែលម្ដាយរបស់គាត់ហ្នឹងដូចជាមិនសូវជាអីទេហើយដោយសារតែអាការៈគាត់បន្តបែបហ្នឹងជាមួយថ្ងៃទៅមួយថ្ងៃគាត់ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺគាត់ថាពេលដែលគាត់ឈឺដំបូងហ្នឹងគឺគ្រាន់តែគ្រុនក្តៅលះឡាយដៃជើងធម្មតាទេហើយដល់វាបន្តពីមួយថ្ងៃទៅមួយថ្ងៃទៅអាការៈរបស់គាត់ហ្នឹងក៏ចាប់ផ្ដើមបាក់ទៅម្ដងបន្តិចរហូតបង្កទៅជាការថប់ដង្ហើមពេលដែលមានបញ្ហាបែបហ្នឹងគាត់ក៏បានទៅពេទ្យដែរតែគាត់ថាវាធូរបានតែមួយផ្លេតណាហើយវាក៏ចាប់ផ្ដើមមិនស្រួលមកវិញហើយគាត់ក៏បានបញ្ជាក់ថាបញ្ហាដែលគាត់ឈឺហ្នឹងគឺជាជំងឺហឺតតែគាត់ថាហឺតហ្នឹងគឺកើតតាំងពីគាត់អាយុ12ឆ្នាំមកម្លេះវាមិនដែលរើអីឡើងវិញទេទើបតែមួយរយៈពេលដែលគាត់មានអារម្មណ៍មិនល្អហ្នឹងវាក៏រើមកឡើងវិញតែម្ដងហើយពេលហ្នឹងមិនមែនរើមកវិញធម្មតាទេគឺថាវាមកកម្រិតធ្ងន់ទៀតដល់ពេលគាត់ឈឺខ្លាំងអញ្ចឹងទៅគាត់ថាគាត់ពិបាកក្នុងខ្លួនខ្លាំងមែនទែនលេបថ្នាំក៏លេបមិនចូលហូបអីក៏ហូបមិនសូវបានដល់ថ្នាក់ពេលខ្លះអាចជំងឺនឹងវារើឡើងម្ដងគាត់ដកដង្ហើមសឹងតែម្ដងគ្នាក៏មានដែរដល់អាការៈគាត់មិនធូរស្បើយបែបហ្នឹងដាក់ថ្នាំក៏មិនជាដាក់ស្រោមក៏មិនធូរទើបគ្រួសាររបស់គាត់ហ្នឹងសម្រេចចិត្តទៅមើលផ្លូវក្នុងម្ដងកាយលោកគាត់ខុសខាងណាអីខាងណាណាបានជាសុកទៅជាបែបហ្នឹងដំបូងឡើយគ្មាននរណាចាប់អារម្មណ៍ថាហាណាហ្នឹងគាត់មានអាយុ30ឆ្នាំទេដោយយាយរបស់គាត់អង្គុយរាប់ឆ្នាំចុះឡើងទៅទើបគាត់រាប់ឃើញថាហាណានេះគាត់មានអាយុ30ឆ្នាំគត់តែម្ដងពេលដែលដឹងបែបហ្នឹងពួកគាត់មិនទុកយូរទេគ្រួសាររបស់គាត់ក៏សម្រេចចិត្តទៅរកគ្រូដើម្បីកាត់គ្រោះតាមរបៀបដែលខ្មែរយើងធ្លាប់ធ្វើណាហើយពេលដែលគាត់ទៅរកគ្រូហ្នឹងគេក៏បាននិយាយថាអត់ទាន់អាចធ្វើពិធីបានភ្លាមទេដែលត្រូវចាំ3ថ្ងៃទៀតបានរៀបចំពិធីបានអញ្ចឹងគាត់ថាគណៈពេល3ថ្ងៃដែលគាត់ចាំនោះគឺថាវាយូរខ្លាំងមែនទែនព្រោះអាការៈជំងឺរបស់គាត់ហ្នឹងវារើឡើងម្ដងហ្នឹងគឺរៀងយ៉ាប់ដែរតែគ្រាន់ថាវាមិនមែនដល់ថ្នាក់ទ្រាំបានទេហើយអំឡុងពេលដែលគាត់ចាំធ្វើពិធីហ្នឹងគាត់ក៏មិនមែនបដ ாய் ខ្លួនទៅតាមជំនឿសុទ្ធដែរគឺរាល់ថ្ងៃហ្នឹងទោះបីជាគាត់លេបថ្នាំបានក៏ដោយក៏គាត់បានចាក់ថ្នាំចាក់អីខ្លះដែរដើម្បីឲ្យវាបានធូរណាហើយក៏ថា3ថ្ងៃដែលគាត់ចាំហ្នឹងគឺគាត់មានតែគេងហើយពេលគេងអស់ចិត្តទៅគាត់ក៏ងើបទៅអង្គុយនៅមុខផ្ទះ
อดเฮียนดาตนาเต้หรือทายายบอกกอดห้ามมันเอากอดดาตนาชงายเลยคล้ายเมงครูธนาไอ้นะจังหายกอดบานเตรียมแต่งกุยนมุกแต่ตายปนอโจมมันเอาทั้งไงจงกรอยเดี๋ยวสายล้างเตยทั่วพิธีกัดครูนั่งอะไปหลึงงี้ล้างโดยซาแต่อบซอกเป๊กกอดกับบานกรอกมองกุยเลยเนื้อขมุกแต่ดอยกุยเลยเหมือนดาโอตูซับเลยเหมือนดาสลับแต่เปได้กำปงแต่งกุยนั่งอะกอดก็มีอารมณ์ท้าโดยจะมีเนโชสำลังมาเมื่อกอดปีดามเชิกใบแต่เมาเป็นนั่งกอดบานเคยจะรูปเรียงขมอยไอส์ได้สายเตะกรอนตะเก๋เอาเจียอารมณ์มาการกอดแล้วนะให้ก็ทานเอาไปนูฮะกอดคล้ายคลั่งเหมือนเดินคล้ายหลังเนี้ยตะเตรกหายมายุบนั่งก็กอดได้บานซอแต่มาดองซุ่มใบแต่มันตีลูกดอสายล้างทั้งไงเด็ดทัวพิธีก็บานมาดอลครูนู้กอดกับบานรีบจอมพิธีกัดครูตามนั่งเตอหายหันนาก็ท้าเวียดด้วยอภินิหาก็ท้าบานกรอนแต่กอดรีบจอมพิธีกัดครูนั่งหายกอดก็จับดามแม่ร้อมท่าสลับมุกสลับมอดข้อปีประมาณทั้งไงมนหายทนำไปเด็กกอดปลานั่งก็วิหารนุจิมีประสิทธิภาพชื่อมนแต่ถวยกอดนั่งประมาณทั้งไงกลายเมาก็บ้านทุ่งสบายจรานเหมือนเตนนี่มันนั่งท่ามาปิดน้ำหรือก็มาปิการิพิธีเตซุ่มใบแต่กอดครูนไอเจสมัยครูนะก็มันจะบาดได้แต่กรอนดังท่าจับไปเปเดรีบจอมพิธีนั่งหายสถานเพศบอกกอดก็จับรามภาษาลางปีมาทั้งไงแต่มาทั้งไงดอกไปเด็กกอดบ้านทุ่งสบายลางเวงแบบนั้นทั้งไงมุ้ยกอดกับบ้านเติบซาใจดอนไอ้ดานั้นก็บ้านจูบมัดแพรบอกกอดการีนวิชิไลจมขณีดอจูบมัดจ่าแบบนั้นปูกอดนั้นก็บ้านนัดขณีแต่ยำไอ้จมขณีบ้านมาดองปลุธาคารจมขณีนั้นเรียงอยู่ชนามกูซ้อมได้ให้หนาก็ทำมาดบอกกอดนั้นเป็นชมัวทาธิดาจังนึกครั้งทั้งไงเด็กปูกอดบ้านแต่ยำไอ้จมขณีนั่งปูกอดกับบ้านในยัยขณีเลงสู้ซกตกไปขณีปีนี้ปีนู้ไอ้ตามนั่งเตอดอกไปในยัยไปเรื่องซกตกหันนากอดกับบ้านในยัยปรับมันแพะกอดปีดำนาดามตรงเตอทากอดนั่งมันเซยจะซอกไอเต้กอดชื้อหลังจะสลับตาหายเติมตะบานทูเวงเต้ลื่นจังมันแพะกอดกระสูตามนั่งเตอทาชื่อไอไม่บรรดาธนาครูธนากลางแบบนั่งเป็นนั่งหันนากอดกับบานปรับมันแพะกอดทาเรื่องชื่อนั่งไอทามาปีจงเงยจ่าเรือล้างกับทาบานแต่เรื่องมวยติดนู่คือทาในขนมชนามนั่งกอดเมียอยู่กดชนามเติมตะกัดครูหายทำไมเต้บานทูจังไปเดือดลือหันนาในเรื่องกดชนามแบบนั่งที่ด้าก็บางเพลงทมหายฟูมุกใบพยับอาแล้วนะรู้กับสูตรการฮันนาทาหายไอ้นังบานจูบเรื่องไอ้คลาเป็นนังฮันนาก็กระชายทาบัทาจูบเรื่องไอ้จำไลนังมันนาเตแต่ไว้เดินนะนู้คือทาก็จับรามแกะคลุนชื่อให้ชื่อบ้านประมาณไงพ้องคือบะสลับโยเตอร์แต่มดองแต่เอาเป็ดเมื่อก็วิ่งเชียเล็บน้ำก่อมบาดดอกบานเฟอร์ปฏิกัดครูหายบานทูวิ่งลือก็ในยัยแบบนั้นที่ด้าก็ในยัยทาในใหญ่ดังออดชนามนั้นไอ้ก็อยู่กดชนามได้หรือแบบนั้นฮานาก็กระสูทาจอมินจูบเรื่องไอออดยังที่ด้าก็ชลายทาจูบให้จูบชรานที่พ่องให้ไอ้ยังหลังบิงงอปะหรือจังฮานาก็กระสูทาบานจูบไอ้คลาสะเรียบรอบเมื่อจังไปนั่งที่ด้าก็กับบานเรียบรอบทาขนมระยะไปประมาณคายจองชนามหนึ่งดามชนามนั้นคือก็รัดมินชื่อมินปัญหาไอเตเติบแต่ประหายจิกต้องแค่ใบชนามนางไอเรื่องรายจิตรานั้นก็บานการล้างมาเลยกอดโดยกอดทาในครั้งไงมุ้ยในเปลืองเงียในตรงมาประหายจิตปรามกอดบานโยกับอาหมกเบาในจุ่มเฮียงแต่โดยสารแต่กอดนั้นได้ริงจังเอียดได้จังให้ตุ่มรอบบอกกอดนั้นคือเบากับอาแต่ในจุ่มเฮียงแต่นังเตหายไปได้เบาหายคือกอดหาในกลายนังโยกแต่มาดองจังไปได้กอดกำปงแต่เบากับอาซอกนี่กอดกับบานกระเล็กมาวับแต่มุกแต่ฮะนะสลับแต่เปนุกอดบ้านเคยมนุษย์มันเนี่ยกำปงแต่โชว์ในมุกแต่นั่งแต่มดองเธอจังก็กรอกโชว์มือลำไปจังดังทาเชียนาเก้บนตายไปแต่มือยูเตอร์ก็ทาเนี่ยได้กำปงแต่โชว์ในมุกแต่นั่งคือจีรูปเรียงกอดพอแต่มดองแต่งกะอาแต่กอดกำปงสลิปเป้แต่งตุ่มรงซ้อแต่งสะเพียบแต่กอดซ้ำปลาสบู่ไอ้นั่งคือทาโดยคณีทั้งอ้อแต่มดองดอกเคยแบบนั้นกอดก็จับดามชงอลหายก็โชว์มือแต่เวงสลับแต่เปนุมันเนี่ยได้ในโชว์ในขังมุกนั้นก็บ้านเงี้ยมาโรกอดหายวิก็ยิ่งยิ้มด่ากอดยังกุ้ยคลายระเบียบระเวียงยิ้มนั้นคือโดยรูปแต่เนี่ยทั้งออกนี่กับปงดำมือเคยจังกรอนแต่เคยแบบนั้นหายกอดริงแม่ร้อมทับเพย์ได้จังกอดกับบ้านสตูโจตะขนมแต่อย่างลื่นหายก็เตอร์สงอมเพย์ในขนมแต่หลังมาสตูทมดอกไปเพื่อร้อมบาเรียงภาษาหายกอดกับบ้านดามมันลุยอาดเมื่อตามบังอุ้ยจองดังทามมันเนี่ยได้โชว์ในกลายนั้นในหนังเตียดออดให้ไปได้กอดดาแต่อาดเมื่อนั้นเขาเคยท้ามันเนี่ยนั้นบ้านตนาบัตตาให้
ហើយសម្រាប់រឿងដែលគាត់បានជួបលើកទី1ហ្នឹងគាត់មិនតាន់បានយកទៅប្រាប់នៅផ្ទះរបស់គាត់ទេព្រោះគាត់ខ្លាចនៅផ្ទះគាត់មិនជឿដោយសារតែធម្មតាបើយើងឃើញខ្មោចវាអាចចេញជារូបភាពហូរឈាមសក់វែងអីចឹងទៅតែដល់គាត់ឃើញបែបហ្នឹងគាត់ក៏ទ្រាំលាក់នៅផ្ទះគាត់សិនទៅហើយនឹងគ្រាន់តែជារឿងបើកឆាកទេអ្នកទាំងអស់គ្នាដោយរំលងទៅបាន2ថ្ងៃក្រោយពីកើតរឿងហ្នឹងហើយគាត់ក៏បានជួបរឿងចម្លែកមួយទៀតដែលលើកនេះវាបានកើតឡើងនៅពេលយប់ម្ដងដែលនៅក្នុងយប់ហ្នឹងគាត់បានគេងរៀងយឺតជាងរាល់ដងបន្តិចគឺនៅម៉ោងប្រហែលជា11យប់ទៅហើយតាមពិតទៅទម្លាប់របស់គាត់តែម៉ោង10តិចតួចអីគឺគាត់គេងហើយតែដោយសារតែថ្ងៃហ្នឹងគាត់គេងថ្ងៃរៀងយូរម៉ោងដែរទើបគាត់ហ្នឹងមិនងាយងុយហើយធីតាក៏ថាទម្លាប់ពេលដែលគាត់គេងពេលយប់ឡើងគឺគាត់អត់ចូលចិត្តគេងងឹតឈឹងទេឲ្យតែពេលគេងគាត់មានជាអំពូលតូចមួយបើកចោលមួយយប់ទល់ភ្លឺតែម្ដងអញ្ចឹងពេលដែលគាត់គេងនៅក្នុងយប់ហ្នឹងពេលដែលគាត់គេងលក់ដំបងក៏គ្មានបញ្ហាអីកើតឡើងដែរបិទភ្នែកទៅគេងលក់ជាធម្មតាប៉ុន្តែនៅពេលដែលកំពុងគេងលក់នៅខ្ទង់ម៉ោងប្រហែលជា 2-3 ដែលជាម៉ោងកំពុងតែគេងលក់ស្រួលហ្នឹងស្រាប់តែគាត់បានភ្ញាក់ដឹងខ្លួនឡើងព្រឺតរបៀបដូចជាមានអីមកដាស់គាត់អញ្ចឹងហើយពេលដែលគាត់ភ្ញាក់ដឹងខ្លួនឡើងវិញហ្នឹងគឺគាត់កំពុងតែគេងផ្អៀងទៅចំហៀងខាងឆ្វេងពេលហ្នឹងគ្រាន់តែគាត់បើកភ្នែកពឹបគាត់ភ្ញាក់ឡើងចង់គាំងអ្នកទាំងអស់គ្នាដោយសារតែពេលនោះគាត់បានឃើញរូបគាត់ខ្លួនឯងនឹងមួយទៀតកំពុងតែគេងនៅទល់មុខគាត់តែម្ដងហើយសភាពគាត់មួយទៀតហ្នឹងគឺគួរឲ្យខ្លាចណាស់របៀបថាវាបើកភ្នែកឡើងធំហើយញញឹមដាក់គាត់បែបខ្មោចណាមានណាគ្រាន់តែឃើញអញ្ចឹងភ្លាមគាត់ភ័យខ្លាំងមែនទែនរួចក៏ទាញភួយនឹងមកគ្របមុខដេកភ័យឡើងម៉ែសទុះដល់ពេលដែលគាត់បើកភួយមកវិញម្នាក់ដែលគេងនៅមុខគាត់ហ្នឹងក៏បាត់ទៅវិញដែរហើយអ្នកទាំងអស់គ្នាធីតាក៏ថាគាត់មិនដឹងមិនទេនៅក្នុងយប់ហ្នឹងក្រោយពីកើតរឿងហ្នឹងហើយគាត់បានចុះមកគេងនៅក្រោមទ្រេវិញគេងរហូតដល់ព្រឹកឡើងពេលដែលគាត់ភ្ញាក់ឡើងវិញហ្នឹងគាត់ក៏មានអារម្មណ៍ថាដូចជាចង់ភ្លេចអ្វីដែលបានកើតឡើងពីយប់មិញឬថានៅសពិលមិនច្បាស់ថាអ្វីដែលគាត់បានជួបយប់មិញហ្នឹងជាសពឬក៏ជាការពិតទេហើយរឿងទី2ដែលគាត់បានជួបហ្នឹងគាត់ក៏មិនទាន់បានយកទៅប្រាប់នៅផ្ទះគាត់ដែរអញ្ចឹងបានប្រហែលថ្ងៃក្រោយពីជួបរឿងទី2ហ្នឹងមកគាត់ក៏បានជួបរឿងមួយទៀតហើយលើកនេះធ្ងន់ជាងរាល់ដងដោយនៅក្នុងថ្ងៃហ្នឹងពេលល្ងាចម៉ោងខ្ទង់ប្រហែលជា6ជាងមេរៀងប្រឡប់ហើយគាត់ក៏មកអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវនៅខាងមុខតាមទម្លាប់ដែលគាត់ធ្លាប់ធ្វើអញ្ចឹងហើយពេលដែលកំពុងតែអង្គុយហ្នឹងគាត់ក៏លឺឆ្កែព្រុសពីខាងក្រៅមកលឺឆ្កែព្រុសអញ្ចឹងគាត់ក៏បានអើតមើលទៅខាងមុខផ្ទះក្រែងលោមានណាមករកអីណាមានណាគ្រាន់តែអើតទៅនេះស្រាប់តែគាត់បានឃើញរូបខ្លួនគាត់ហ្នឹងកំពុងតែឈរនៅមុខផ្ទះទៀតហើយតែលើកនេះវាធ្ងន់ត្រង់ថាវាមកអត់មានក្បាលទេពេលហ្នឹងគាត់ថាគាត់ទប់លេងបានដូចលើកមុនទៀតហើយគ្រាន់តែឃើញអញ្ចឹងហើយគាត់ក៏ស្រែកយោតែម្ដងឡើងផ្អើលនៅផ្ទះគាត់រត់មកមើលឃើញគាត់ស្រែកស្លន់ពេញផ្ទះបែបហ្នឹងនៅផ្ទះគាត់ក៏នាំគ្នារត់មកមើលហើយក៏សួរថាមានរឿងអីហើយធីតាគាត់ក៏បានប្រាប់តាមនឹងទៅថាមិញហ្នឹងគាត់បានឃើញរូបគាត់មួយទៀតនេះឈរនៅខាងមុខផ្ទះហើយអត់មានក្បាលទេពេលហ្នឹងនៅផ្ទះរបស់គាត់ក៏អត់តនិយាយអីទេដោយពួកគាត់គ្រាន់តែលួងធីតាសិនតែប៉ុណ្ណោះរហូតដល់ពេលដែលធីតាក៏រៀងស្ងប់អារម្មណ៍បានច្រើនហើយទើបនៅផ្ទះគាត់ហ្នឹងសួរគាត់ម្ដងទៀតថាបានឃើញអីខ្លះហើយរឿងហ្នឹងវាមិនអីមិនអញ្ចឹងពេលហ្នឹងគាត់ក៏បានរៀបរាប់រឿងទាំងអស់ប្រាប់នៅផ្ទះរបស់គាត់ចាប់តាំងពីថ្ងៃដែលគាត់បានជួបដំបូងដែលគាត់ឃើញវាឈរនៅមុខផ្ទះរហូតដល់ថ្ងៃដែលគាត់បានឃើញអត់ក្បាលហ្នឹងឬគាត់និយាយអញ្ចឹងនៅផ្ទះរបស់គាត់ក៏ភាសាគ្នាថាចង់នាំគាត់ហ្នឹងទៅស្រោចទឹកចេញខ្លាចលោធីតាហ្នឹងគាត់រិស័យធ្លាក់ចុះអីណាបានជាចេះតែឃើញខ្មោចបែបហ្នឹងអញ្ចឹងពេលហ្នឹងម្នាក់គិតតែរឿងស្រោចទឹកតែប៉ុណ្ណោះអត់មាននរណាចាប់អារម្មណ៍នឹងរឿងអាយុគាត់ទេទាំងធីតាដែលជាសម័យខ្លួនណាក៏មិនបានចាប់អារម្មណ៍រឿងហ្នឹងដែរហើយគាត់ថាពេលដែលគាត់ឃើញជាលើកទី3ហ្នឹងវារៀងល្ងាចដែរហើយអញ្ចឹងគ្រូសាស្ត្ររបស់គាត់មិនទាន់បាននាំគាត់ហ្នឹងទៅរកគ្រូអីទាំងល្ងាចទេដែលគិតថាចាំស្អែកឡើងចាំនាំគាត់ទៅអញ្ចឹងអាអំឡុងពេលដែលគាត់ចាំថាស្អែកចាំតែស្រោចទឹកហ្នឹងនៅក្នុងយប់ហ្នឹងគាត់ក៏បានជួបរឿងមួយទៀតដោយគាត់ថានៅក្នុងយប់នោះគាត់ចូលគេងដោយតាមទម្លាប់អញ្ចឹងហើយដោយការដែលគាត់បានជួបជាលើកទី2អញ្ចឹងដោយគាត់កំពុងតែគេងសុកហ្នឹងគាត់ក៏បានភ្ញាក់ដឹងខ្លួនឡើងពេលហ្នឹងដោយសារតែគាត់ធ្លាប់ជួបម្ដងហើយនឹកឃើញតែខ្លាចបើកភ្នែកទៅជួបរឿងមិនល្អម្ដងទៀតគាត់ក៏បើកភ្នែកយឺតមើលទៅលើគ្រែតែពេលហ្នឹងសំណាងដែរអត់មានឃើញអីចម្លែកទេដល់ពេលអត់ឃើញមានអីអញ្ចឹងគាត់ក៏បានផ្អៀងខ្លួនមកចំហៀងទៀតហើយពេលដែលគាត់ផ្អៀងមកចំហៀងទៀតហ្នឹងគាត់ក៏បានកលិះភ្នែកមើលទៅលើទូកៅអៅ
ស្រាប់តែពេលនោះគាត់បានឃើញរូបរាងគាត់នឹងម្ដងទៀតហើយដោយវាកំពុងតែអង្គុយនៅលើទូកៅអៅរបស់គាត់ហើយយល់ជើងទៅមកយ៉ាងគួរឲ្យខ្លាចគ្រាន់តែឃើញចឹងហើយគាត់ស្រែកឡើងផ្អើលនៅផ្ទះគាត់ម្ដងទៀតហើយនៅផ្ទះរបស់គាត់ក៏នាំគ្នារត់មកមើលពេលដែលពួកគាត់មកដល់ធីតាក៏បាននិយាយរឿងដែលគាត់បានជួបមួយនឹងប្រាប់ពួកគេតាមនឹងទៅដល់ឃើញធីតាគាត់អារម្មណ៍មិនស្ងប់ចេះតែនិយាយថាឃើញអីចម្លែកអញ្ចឹងម្ដាយរបស់ធីតាក៏មកគេងជាមួយគាត់ដើម្បីឲ្យបាត់ខ្លាចហើយធីតាក៏ថាយប់នឹងទោះបីជាម្ដាយគាត់មកគេងជាមួយគាត់ក៏ដោយក៏គាត់នៅតែខ្លាចខ្លាំងមែនទែនខ្លាចឡើងដល់ថ្នាក់ត្រជាក់ខ្លួនឡើងញាក់ដូចមនុស្សឈឺអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងដោយទ្រាំមួយយប់នឹងបានកន្លងផុតទៅលុះដល់ព្រឹកឡើងអ្នកផ្ទះរបស់គាត់ក៏បាននាំគាត់ទៅស្រោចទឹកនៅកន្លែងមួយដល់ពេលដែលស្រោចទឹករួចរាល់ហើយគ្រួសាររបស់គាត់ក៏បានបបួលគ្នាទៅញ៉ាំអីនៅកញ្ចុះណាដើម្បីឲ្យធីតានឹងបានដើរលេងឆ្លាស់មុខឆ្លាស់មាត់ខ្លះកុំឲ្យចេះតែឃើញនេះឃើញនោះអញ្ចឹងទៀតអញ្ចឹងពេលដែលគាត់ទៅនឹងគឺថាមានម៉ែពុកគាត់បងប្អូនគាត់ពីម៉ូតូចំណែកឯធីតាខ្លួនឯងនឹងគាត់ជិះម៉ូតូតែម្នាក់ឯងទេពេលដែលទៅដល់កន្លែងហូបអីពួកគាត់ក៏នាំគ្នាហូបអីនិយាយគ្នាលេងតាមលក្ខណៈគ្រួសារទៅនៅអង្គុយលេងរហូតដល់រៀងរសៀលបន្តិចពួកគាត់ក៏នាំគ្នាត្រឡប់មកវិញហើយតាមផ្លូវដែលត្រឡប់មកវិញហ្នឹងគឺគេឲ្យគាត់ឃើញទាំងថ្ងៃតែម្ដងដោយគាត់ថាពេលដែលគាត់ជិះតាមផ្លូវត្រឡប់មកវិញហ្នឹងគាត់បានឈប់នៅភ្លើងស្តុបមកកន្លែងស្រាប់តែពេលដែលគាត់ឈប់នោះគាត់ក៏បានឃើញខ្លួនគាត់មួយទៀតនេះទាំងកៅអៅទាំងម៉ូតូគឺដូចគ្នាទាំងអស់ហើយម្នាក់ហ្នឹងបានជិះម៉ូតូកាត់ពីមុខគាត់តែម្ដងហើយសំខាន់ណាគឺវាអត់មានក្បាលទេពេលដែលឃើញចឹងហើយធីតាគាត់ខ្លាចខ្លាំងមែនទែនខ្លាចឡើងស្រក់ទឹកភ្នែកណាតែគាត់អត់ហ៊ានស្រែកទេព្រោះតែខ្លាចខ្មាស់គេដោយសារតែពេលដែលគាត់ឃើញហ្នឹងគឺគាត់នៅកន្លែងភ្លើងស្តុបហើយមានមនុស្សច្រើនគូសមដែរហើយពេលហ្នឹងគាត់ថាគាត់ខ្លាចនឹងញ័រដៃញ័រជើងអស់ហើយជិះម៉ូតូសឹងតែមិនដល់ផ្ទះទេតែគាត់ខំទប់អារម្មណ៍ខ្លាំងមែនទែនហើយគ្រាន់តែជិះម៉ូតូមកដល់ផ្ទះភ្លាមគាត់ក៏បានផ្ដួលម៉ូតូអត់បានដាក់ចតុលអីទេហើយក៏រត់ចូលទៅក្នុងផ្ទះយំយោតែម្ដងពេលហ្នឹងនៅផ្ទះរបស់គាត់ក៏បានមកសួរគាត់ថាមានរឿងអីទៀតហើយអញ្ចឹងគាត់ក៏បានរៀបរាប់តាំងទៅថាគាត់នឹងបានឃើញខ្មោចក្បត់ក្បាលជិះម៉ូតូកាត់ពីមុខគាត់ដល់ពេលនាំគាត់ទៅស្រោចទឹកហើយនៅតែជួបរឿងបែបហ្នឹងទៀតអ្នកផ្ទះរបស់គាត់ក៏គិតថានេះមិនមែនជារឿងធម្មតាទេអញ្ចឹងហើយទាំងរសៀលនឹងតែម្ដងគ្រួសាររបស់គាត់ក៏បាននាំគាត់ទៅវត្តមួយដើម្បីទៅជួបព្រះសង្ឃមួយអង្គដែលគេល្បីថាលោកបកាយខាងកាត់គ្រូកាត់អីអញ្ចឹងណាអញ្ចឹងពេលដែលទៅដល់វត្តនោះគ្រួសាររបស់គាត់ក៏បានប្រាប់លោកតាមដំណើររឿងទៅថាធីតានេះចេះតែឃើញពួកអមនុស្សមកតាមរហូតចង់ឲ្យលោកនឹងជួយគុណគូមើលថាគាត់មានបញ្ហាអីឬក៏ខុសខាងគ្រូណាគ្រូណីបានចេះតែជួបរឿងចម្លែកបែបហ្នឹងហើយបាននិយាយពីស្ថានភាពរបស់ធីតានៅពេលហ្នឹងវិញគឺថាគាត់ខ្លាចឡើងស្លេកមុខស្លេកមាត់អស់ទៅហើយដល់ពេលមើលទៅលើស្ថានភាពនិងរាប់មើលតាមអាយុរបស់ធីតាទៅទើបដឹងថាធីតាហ្នឹងគាត់មានគ្រោះកូដឆ្នាំហើយគ្រោះនោះគឺជាគ្រោះក្បត់ក្បាលទៀតពេលហ្នឹងលោកក៏មានសង្ឃដីកាថានេះសំណាងហើយដែលគាត់យកមកតន់តែហ៊ានទុកដល់បន្តិចទៀតគឺគ្រប់ថ្ងៃដែលគ្រោះមកដល់ហើយគាត់ថាលោកមានសង្ឃដីកាថាថ្ងៃដែលគ្រោះមកដល់ហ្នឹងគឺមានន័យថាបើមិនបានរៀបចំពិធីអីតន់ពេលទេធីតាអាចនឹងស្លាប់នៅប្រហែលថ្ងៃមុខទៀតជាមិនខានទេហើយធីតាក៏ថាពេលដែលលោកមានសង្ឃដីកាបែបហ្នឹងគាត់ក៏កំពុងតែអង្គុយស្ដាប់នៅនឹងដែរហើយគ្រាន់តែគាត់លឺអញ្ចឹងភ្លាមគឺថាគាត់ចាប់ផ្ដើមភ័យឡើងញ័រទៀតហើយដោយគាត់ញាក់ញ័រផងយំផងរបៀបថាមនុស្សខ្លាចខ្លាំងណាដល់ឃើញបែបហ្នឹងនៅផ្ទះរបស់គាត់ក៏មកជួយចាប់ហើយព្រះសង្ឃហ្នឹងក៏បានយកទឹកមន្តមកប្រោសឲ្យគាត់រួចក៏ប្រាប់ឲ្យគាត់នឹងឲ្យតាំងអារម្មណ៍តាំងស្មារតីបើយើងខ្សោយគេនឹងមកគ្រប់គ្រងយើងបានហើយធីតាគាត់បានបញ្ជាក់ថាពេលហ្នឹងសំណាងខ្លាំងមែនទែនដែលគ្រូសារបស់គាត់នឹងនាំគាត់ទៅរកលោកតណាព្រោះថាបើមិនប្រញាប់រៀបកិច្ចទេគឺថាហួសពេលមិនអាចជួយបានទេអញ្ចឹងដោយសារតែចិត្តហួសពេលបែបហ្នឹងព្រះសង្ឃក៏បានប្រាប់ឲ្យកូនចៅលោកហ្នឹងតែហើយយាយជីដែលនៅក្នុងវត្តទាំងអស់ឲ្យមកជួយរៀបចំគ្រឿងសម្ភារៈដើម្បីកាត់គ្រោះឲ្យទាន់ពេលវេលាពេលហ្នឹងក៏ថាពួកគាត់នាំគ្នារៀបចំឡើងយូរដែរបានរួចរាល់ហើយពេលដែលរួចរាល់ទៅព្រះអង្គក៏ប្រញាប់រៀបចំពិធីតាមរបៀបដែលលោកធ្លាប់ធ្វើទៅធីតាក៏ថាពេលដែលរៀបចំពិធីហើយគឺគាត់នៅតែខ្លាចនៅតែភ័យរដែរអញ្ចឹងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏លោកបានប្រាប់ឲ្យគាត់នឹងទៅផ្ទះវិញទៅលេងអីហើយមិនអីទេរៀបពិធីរួចរាល់ហើយគឺសុខសប្បាយហើយពេលដែលឮព្រះអង្គមានសង្ឃដីកាបែបហ្នឹងពួកគាត់ក៏នាំគ្នាត្រឡប់មកផ្ទះវិញទៅហើយពេលដែលមកដល់ផ្ទះវិញធីតាគាត់ក៏លេងជួបរឿងចម្លែកអីទៀតមែនប៉ុន្តែគ្រាន់ថាគាត់នៅតែខ្លាចណាគាត់រត់ហ៊ានគេងតែម្នាក់ឯងទេ
ដោយយប់ខ្លះគាត់ទៅគេងជាមួយបងប្អូនហើយយប់ខ្លះទៀតម៉ែគាត់ក៏មកគេងជាមួយគាត់ថាធ្វើអញ្ចឹងអស់រយៈពេលរៀងយូរគួរសមដែរបានគាត់ត្រឡប់មកជាធម្មតាហ៊ានគេងតែម្នាក់ឯងវិញអញ្ចឹងរឿងដែលធីតាគាត់បានជួបគឺចប់តែប៉ុណ្្នឹងឯងតែមុននឹងចប់ហាណាគាត់ក៏បានបន្ថែមរឿងខ្លីមួយទៀតដែលតាក់ទងនឹងរឿងគត់ឆ្នាំនឹងដែរដែលគាត់បានដឹងរឿងហ្នឹងពីចាស់ៗដែលនៅក្នុងភូមិគាត់គាត់ថាកាលពីជំនាន់មុននៅក្នុងឆ្នាំ8ជាងអារឿងគត់ឆ្នាំអីហ្នឹងគឺសាហាវមែនទែនគឺថាលេងសុទ្ធតែមានអ្នកនាំទៅតែម្ដងដោយអ្នកខ្លះត្រូវបានគេនាំចូលទៅក្នុងព្រៃអ្នកខ្លះត្រូវបានគេនាំទៅលោទឹកហើយអ្នកខ្លះទៀតហ្នឹងគេនាំទៅចងកក៏មានដែរហើយអ្នករងគ្រោះដោយសារតែរឿងទាំងអស់ហ្នឹងពេលដែលគេគុនគួរអាយុរបស់ពួកគាត់ទៅគឺសុទ្ធតែអ្នកដែលមានអាយុគត់ឆ្នាំទាំងអស់អញ្ចឹងហើយក៏ថាអ្នកភូមិគាត់នឹងជំនាន់នោះគេប្រយ័ត្នប្រយែងណាស់ឲ្យតែដឹងថាកូនចៅគត់ឆ្នាំកាលណាមិនថា10ឆ្នាំ20ឆ្នាំឬ30ឆ្នាំទេទោះបីអ្នកនោះកើតអីឬមិនកើតអីក៏ដោយគឺដឹងតែនាំគ្នារៀបចំពិធីកាត់គ្រោះហើយបើថាអ្នកណាដែលមិនសូវអីគឺគេបានត្រឹមតែស្រោចទឹកនៅវត្តឬក៏ឲ្យម៉ែឪស្រោចទឹកឲ្យអញ្ចឹងទៅសំខាន់គឺគេធ្វើដើម្បីការពារទុកមុនគ្រប់គ្នាហើយនេះគឺជាជំនឿរបស់អ្នកភូមិគាត់កាលពីជំនាន់មុនអូខេអ្នកទាំងអស់គ្នាអញ្ចឹងរឿងរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយជាក្នុងឱកាសនេះខ្ញុំក៏សូមអធិស្ឋានបើសិនជាពេលដែលខ្ញុំនិយាយទៅមានកន្លែងណាខ្វះខាតឬក៏មានពាក្យពេចន៍លើសលួសត្រង់កន្លែងណាមួយដោយអចេតនាអញ្ចឹងជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់និងការទស្សនាតាំងពីដើមរហូតមកដល់ចំណុចនេះហើយយើងនឹងជួបគ្នានៅរឿងខ្មោចក្រោយៗទៀត